អស់គ្នានឹងមកនិយាយអំពីផលប៉ះពាល់នៃការបាត់ជំនួយទាំងអស់នេះដល់សិទ្ធិមនុស្សដល់ប្រជាធិបតេយ្យដល់អីហ្នឹងខ្ញុំជឿថាគេនឹងស្ដាប់គេនឹងលឺប្រជាពលរដ្ឋមូលដ្ឋានហើយគេអាចនឹងទម្លាក់ថវិកាហ្នឹងបន្តជួយអង្គការសង្គមស៊ីវិលនិងប្រជាពលរដ្ឋនៅមូលដ្ឋានយើងទៀតបងប្អូនចិត្តទៅសួរខ្ញុំថាអាមេរិកគេឲ្យលុយទៅខាង USAID បន្តទៀតឬអត់ឬក៏មានជំនួយហ្នឹងមិនកាលបានខ្ញុំនឹងបកស្រាយលម្អិតបន្ថែមនៅពេលដែលខ្ញុំនិយាយអំពីប្រធានបទទី2តកតងនឹងរឿងគោលនយោបាយសហរដ្ឋអាមេរិកក៏ប៉ុន្តែបងប្អូនដូចខ្ញុំជម្រាបអញ្ចឹងជំនួយទៅប្រទេសកម្ពុជានេះណាតិចតួចណាស់បងប្អូនគឺគ្រាន់តែទឹកមួយតក់នៅក្នុងមហាសាគរដ៏ធំធេងនៃជំនួយរបស់សហរដ្ឋអាមេរិកទេបើសិនជាគេចង់សន្សំលុយយ៉ាងណាបើសន្សំរឿងដកមិនជួយខ្មែរវិញហ្នឹងគេអត់មានចំណេញអីទេ$100 លានហ្នឹងគឺសឹងថាបើយើងប្រៀបធៀបដូចលុយយើងញ៉ាំអាហារពេលព្រឹកសឹងតែមួយពេលចង់និយាយពីប្រៀបធៀបអញ្ចឹងវិញណាព្រោះជំនួយអាហ្នឹងវាច្រើនពេកសម្រាប់ប្រទេសដទៃតែលុយយើងហ្នឹងវាជួយនឹងតិចប៉ុន្តែផលដែលបានពីជំនួយហ្នឹងគឺវាមហាធំធេងណាស់អង្គការសង្គមស៊ីវិលឬក៏ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យឬក៏ស្អីហ្នឹងដែលបានលុយហ្នឹងយកទៅដើម្បីបណ្ដុះចំណេះជំនាញប្រជាពលរដ្ឋដែលនឹងឲ្យដែលពួកខុសសន្តិរបស់គណៈបកកណ្ដាលអំណាចនឹងរដ្ឋាភិបាលអណាស់ឲ្យតែលឺអត់ជំនួយពួកអីពួកគេចង់ឲ្យបាត់សម្លេងអស់ហ្នឹងគេទុកតែអាសម្លេងស្រែកជេរមើងងាយអាមឹងមីដាច់សាច់អីជុំវិញប្រទេស Facebook ហ្នឹងគឺដើម្បីពង្ពួកស្មារតីប្រជាពលរដ្ឋឲ្យភ្លេចគិតពីរឿងអីទាំងអស់មកវល់តែពីអារឿងអត់បានការហ្នឹងរាល់ថ្ងៃណាអាហ្នឹងហើយដែលធ្វើឲ្យយើងទាំងអស់គ្នាហ្នឹងគួរតែភ្ញាក់រលឹកឡើងហើយជំនួយនេះខ្ញុំជឿថាគេនៅតែជួយយើងទេតែខ្ញុំនឹងបញ្យល់លម្អិតទៀតទី2ដែលខ្ញុំនិយាយតែពីរឿងសេដ្ឋកិច្ចការជួយលុបបំបាត់អំពើពុករលួយយន្តការរបស់សហរដ្ឋអាមេរិកគឺតាមរយៈជំនួយរបស់គេអង្គការក្រសួងការបរទេសអាមេរិកក៏គេចង់ធ្វើឲ្យរដ្ឋាភិបាលមួយមានតម្លាបាទន័យថាស្អាតស្អំមិនពុករលួយដើម្បីអីដើម្បីឲ្យប្រព័ន្ធហិរញ្ញវត្ថុហ្នឹងវាស្អាតទៅគឺលាងសម្អាតដើម្បីឲ្យអ្នកវិនិយោគបរទេសហ្នឹងជាពិសេសទៅពីអាមេរិកអីហ្នឹងគេចង់ទៅរកស៊ីនៅស្រុកយើងយកក្រុមហ៊ុនយកអីទៅបានតោះតែយើងហ្នឹងស្អាតស្អំអញ្ចឹងគោលដៅនៃជំនួយរបស់អាមេរិកក៏គេក្រសួងការបរទេសហ្នឹងក៏គេចង់រឹតបន្តឹងជួយពង្រឹងផ្នែកការលុបបំបាត់អំពើពុករលួយហ្នឹងតាមរយៈអប់រំប្រជាពលរដ្ឋតាមរយៈអីឡើងអញ្ចឹងសំណូមពរទី2តកតងសេដ្ឋកិច្ចហ្នឹងហើយនឹងលុបបំបាត់សំទោសអំពើពុករលួយហ្នឹងខ្ញុំជឿថាអាចនឹងបានផលច្រើនដែលគេស្ដាប់យើងណាហើយមួយទៀតតកតងនឹងដែនដីអធិបតេយ្យខ្ញុំជឿថារឿងនេះក៏តកតងនឹងគោលនយោបាយរបស់សហរដ្ឋអាមេរិកដែរបងប្អូនដោយសារអីសហរដ្ឋអាមេរិកគឺបារម្ភណាស់ខ្លាចប្រទេសមួយខ្លាចទៅជារណបឬក៏ថាកូនជឹងរបស់ប្រទេសមួយផ្សេងគេខ្ចីដៃប្រើដើម្បីធ្វើឲ្យមានបញ្ហាអសន្តិសុខនៅក្នុងតំបន់នេះអញ្ចឹងណាហើយកន្លងមកឃើញសហរដ្ឋអាមេរិកព្រួយបារម្ភខ្លាំងមែនទែននៅពេលដែលប្រទេសកម្ពុជាខ្វះភាពសេរីត្រឹមត្រូវនឹងយុត្តិធម៌រំលោភសិទ្ធិមនុស្សរំលោភអីច្រើនអញ្ចឹងទៅធ្វើឲ្យរដ្ឋាភិបាលងាកទៅរកចិនខ្លាំងអញ្ចឹងទៅគេបារម្ភខ្លាចដោយរឿងឈូងសមុទ្ររៀមដែលថាខ្លាចមានទ័ពចិនយកមកធ្វើជាមូលដ្ឋានកំពង់ផែកន្លែងដាក់កប៉ាល់ដែលអាចមានចម្បាំងរបស់ចិនឬក៏នៅបទុមសាគរដែលសង់ពលានយន្តហោះអស់តម្លៃរាប់គម្រោងរាប់ពាន់លានដុល្លារអីចឹងទៅវាអាចយន្តហោះចម្បាំងចិនចោះបានអញ្ចឹងគេចេះតែបារម្ភមិនមែនបានន័យថាគេមិនចង់ឲ្យមានការអភិវឌ្ឍនៅប្រទេសកម្ពុជាទេអ្នកណាជួយក៏បានដែរគាត់ថាបើចិនជួយគេចេះតែបារម្ភតែប៉ុណ្្នឹងឯងអាហ្នឹងក៏ខ្លាចបាត់អធិបតេយ្យខ្លាចបាត់អីចឹងដែរវាប៉ះពាល់ដល់សន្តិសុខសង្គមនៅតំបន់ផងដែរនេះចំណុចទី3នេះខ្ញុំជឿថាក៏វាត្រឹមត្រូវស្របទៅតាមអ្វីដែលចង់បានរបស់សហរដ្ឋអាមេរិកក្រសួងការបរទេសខ្ញុំជឿថាប្រសាសន៍របស់បងប្អូននឹងលឺចូលដល់តិចរបស់គេហើយនឹងគេកត់ត្រាទុកយ៉ាងយកចិត្តទុកដាក់សល់5ថ្ងៃទៀតបងប្អូនបន្តទៀតហើយមួយទៀតបងប្អូនសួរខ្ញុំថាចុះទៅចូលរួមហ្នឹងគេចូលរួមយ៉ាងម៉េចតាមប្រព័ន្ធអនឡាញហ្នឹងម្នាក់និយាយបានប្រហែលនាទីចូលអញ្ញាយ៉ាងម៉េចទៅអញ្ចឹងហើយពិតទេថ្ងៃហ្នឹងមកពិត100%ហើយគឺក្រសួងការបរទេសគេបានបញ្ជាក់ឲ្យមិនមែនតែមួយលើកទេបងប្អូន2លើកឯណោះដូច្នេះឲ្យលើកទី1ហ្នឹងវាជោគជ័យសិនសំគិតរឿងលើកទី2ឡើយយើងថាតាមដំបូងថាច្បាស់នៅចុះឥឡូវដល់ទៅ2លើកឯណោះអញ្ចឹងយើងគិតថារឿងនេះវាច្បាស់ហើយមានការវិភាគដល់អញ្ចឹងយកថ្ងៃទី26គឺជាលើកទី1លើកទី2អត់ទាន់កំណត់ថ្ងៃប៉ុន្តែយ៉ាងណាបងប្អូនចុះឈ្មោះឲ្យបានចូលថ្ងៃទី26ខែមីនានេះសិនតើកុំឲ្យផុតថ្ងៃ10បាទហើយចុះគាត់សួរទៀតថាព័ត៌មានដែលយកមកនឹងស្រង់ណែណាអ្នកស្រង់បងប្អូនគឺអង្គការ Say Cambodia គាត់មានយន្តការមានក្រុមអ្នកដែលសម្រិតសម្រាំងឯកសារយកមកកត់ត្រានិងបញ្ចូលក្នុងទិន្នន័យនឹងយ៉ាងច្រើនដែលចុងក្រោយក៏មានប្រធានអង្គការនេះគឺជាអ្នកសម្រេចពិនិត្យចុងក្រោយដើម្បីចងក្រងឯកសារនឹងមួយសារទៀតដើម្បីបញ្ជូនទៅឬក៏ថាយកជាមូលដ្ឋានសម្រាប់ជជែកនៅថ្ងៃទី26ជាមួយនឹងមន្ត្រីក្រសួងការបរទេសនោះបាទក្រោយពីប្រជុំហ្នឹងគឺមានអីកើតឡើងទៀតឧទាហរណ៍ថាចឹងក៏ប្រជុំចប់ឬក៏ចប់មិនមែនចប់ទេគឺបានន័យថាប្រជុំហ្នឹងគ្រាន់តែជាចំណុចចាប់ផ្ដើមនៅពេលដែលចប់កិច្ចពិភាក្សាតុមូលជាមួយនឹងក្រសួងការបរទេសហ្នឹងគឺអង្គការ Say Cambodia ជាការពិតហើយនឹងត្រូវតែជជែកផ្ដល់ព័ត៌មានឲ្យបងប្អូនដើម្បីឲ្យយល់ស៊ីជម្រៅអំពីវិធានការតស៊ូមតិអីបន្តទៀតហើយត្រូវធ្វើអីតទៅទៀតអីអញ្ចឹងហើយទៅមានវគ្គបណ្ដុះបណ្ដាល
បងប្អូនប្រជាពលរដ្ឋពីរឿងការតស៊ូមតិពីរឿងការតស៊ូមតិទាំងថ្នាក់ជាតិទាំងអន្តរជាតិយុទ្ធសាស្ត្រផែនការយុទ្ធសាស្ត្ររៀបចំដើម្បីដំណើរការទៅមុខដែលត្រូវជជែកជាមួយនឹងក្រសួងការបរទេសបន្តទៀតហ្នឹងក៏មានអីចឹងទៅហើយព័ត៌មានលម្អិតខ្ញុំនឹងរីករាយពំនាំជម្រាបជូនបងប្អូនជាបន្តទៀតឧទាហរណ៍ថាទៅចូលរួមហ្នឹងតើគេឲ្យព័ត៌មានមកយើងហ្នឹងតើចូលតាមណាអីចឹងទៅខ្ញុំនឹងផ្ដល់ព័ត៌មានប៉ុន្តែពេលដែលបងប្អូនចុះឈ្មោះបងប្អូនបានដាក់លេខទូរស័ព្ទឬក៏អ៊ីមែលអីហើយដូច្នេះនោះក៏ជាមធ្យោបាយមួយក្នុងការតាក់ទងទៅបងប្អូនវិញដែរហើយខ្ញុំនឹងបន្តផ្សព្វផ្សាយព័ត៌មាននេះជូនទៅបងប្អូនសូមជម្រាបថាខ្ញុំគ្មានចំណាយអីជាមួយនឹងអង្គការ Save Cambodia ទេមិនមែនជាបុគ្គលិកមិនមែនជាភ្នាក់ងារឬក៏មិនមែនជាអ្នកដែលបានប្រាក់កម្រៃពីការបំពេញការងារនេះទេគ្រាន់តែខ្ញុំជាអ្នកស្ម័គ្រចិត្តហើយជាអ្នកផ្សាយព័ត៌មាននៅក្នុងសហគមន៍ហើយឃើញអង្គការ Save Cambodia គាត់ធ្វើកិច្ចការមួយដែលបានប្រយោជន៍ដល់សហគមន៍យើងខ្ញុំក៏រីករាយនឹងពំនាំព័ត៌មានហ្នឹងដើម្បីជូនបងប្អូនតែប៉ុណ្ណោះឯងបាទហើយនៅថ្ងៃ27បានន័យថាថ្ងៃ26ខែមីនាជជែកជាមួយមន្ត្រីក្រសួងការបរទេសថ្ងៃទី27ទៅគឺអង្គការ Save Cambodia នេះតែម្ដងគឺនឹងរំពឹងថានឹងជជែកជាមួយបងប្អូនផ្ដល់ព័ត៌មានអីបន្ថែមទៀតដូច្នេះកុំភ្លេចតាមដានព័ត៌មាននេះបន្តទៀតបាទតែយ៉ាងណាខ្ញុំសូមស្លេះព័ត៌មានអំពីលទ្ធផលរឿងចោះឈ្មោះដើម្បីជួបមន្ត្រីការបរទេសសរុបមកវិញគឺបានទទួលព័ត៌មានយ៉ាងច្រើនលើសលប់ពីបងប្អូនក្តីកង្វល់នេះគឺបានមកពីគ្រប់ទិសទីនៅជុំវិញពិភពលោកបាទខ្មែរគ្រប់ទិសទីបាទនៅដែលលើព័ត៌មានហ្នឹងឲ្យបងប្អូនបន្តជួយផ្សព្វផ្សាយបន្តទៀតហើយចំណុចសំខាន់3សង្ខេបមកវិញគឺបងប្អូនចង់ឲ្យក្រសួងការបរទេសជួយរឿងសិទ្ធិមនុស្សប្រជាធិបតេយ្យការបោះឆ្នោតសេរីត្រឹមត្រូវនិងយុត្តិធម៌ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនិងការបញ្ចេញមតិក៏មានការធ្វើទុកបុកម្នេញតិចពីរឿងបញ្ហាសេដ្ឋកិច្ចលំបាកខ្លាំងណាស់ឲ្យជួយមើលផងអំពើពុករលួយនឹងវារឹតរួតរំសួតពេកហើយនឹងទី3ដែលជាបញ្ហាសំខាន់គឺបូរណភាពដែនដីតាក់ទងរឿងកោះរឿងអីហ្នឹងដែលមើលទៅរដ្ឋាភិបាលមិនដោះស្រាយសោះគិតថាចរចារឿងអីចឹងឬក៏តាក់ទងនឹងភាពខ្លាចបាត់អធិបតេយ្យដោយសារតែការងាកទៅរកប្រទេសចិនអីពេកអីលាក់នឹងលាក់អីហ្នឹងដូច្នេះនេះគឺជាព័ត៌មានសង្ខេបសម្រាប់ព័ត៌មានអំពីប្រទេសកម្ពុជាបងប្អូនរឿងជួបមន្ត្រីការបរទេសខ្ញុំសូមស្លេះប្រធានបទនេះត្រឹមប៉ុណ្ណេះខ្ញុំនឹងចូលដល់ប្រធានបទទី2បាទតាក់ទងនឹងរឿងនៅស្រុកអាមេរិកហើយវាបានផលប៉ះពាល់អីខ្លះដល់ប្រទេសកម្ពុជាឬក៏វាដូចតែរឿងអ៊ំម្នាក់នៅព្រៃវែងមកខ្វល់រឿងកើតឡើងនៅគុយបានោះបាទសូមជម្រាបសួរបងប្អូនម្ដងទៀតនេះគឺជាប្រធានបទទី2នៅក្នុងការផ្សាយនេះប្រធានបទទី2នេះគឺខ្ញុំនឹងបញ្យល់បងប្អូនលម្អិតអំពីគោលនយោបាយរបស់រដ្ឋបាលលោកត្រាំហើយនឹងផលប៉ះពាល់ដល់ប្រទេសកម្ពុជានិងពិភពលោកទាំងមូលតែម្ដងមិនមែនតែកម្ពុជាទេប៉ុន្តែខ្ញុំចង់លើកចំណុចដែលពាក់ព័ន្ធនឹងផលប៉ះពាល់នឹងប្រទេសកម្ពុជាហើយស្អីខ្លះដែលជាស្នាដៃរបស់រដ្ឋបាលលោកត្រាំដែលធ្វើនៅក្នុងរយៈពេលជាង1ខែដំបូងនេះហើយនឹងតើអ្វីដែលត្រូវធ្វើតទៅទៀតចំណុចវិជ្ជមានចំណុចអវិជ្ជមានបញ្ហាដែលកើតឡើងដំណោះស្រាយផលប៉ះពាល់នឹងអ្វីដែលបងប្អូនគិតថាចង់ដឹងបន្ថែមទៀតពីរឿងរដ្ឋបាលលោកត្រាំហ្នឹងហើយខ្ញុំជម្រាបជូនបងប្អូនច្រើនលើកច្រើនគ្រាដែរហើយក៏ប៉ុន្តែនៅតែមិនបានគ្រប់ជ្រុងជ្រោយអស់ទេព្រោះរឿងវាកើតឡើងរាល់ថ្ងៃហើយម្សិលមិញគឺលោកត្រាំគឺបានទៅថ្លែងនៅមុខរដ្ឋសភាហើយនេះគឺជាទស្សនវិជ្ជាមួយជាទម្លាប់នៅពេលដែលអ្នកជាប់ឆ្នោតថ្មីជាប្រធានាធិបតីគឺត្រូវតែថ្លែងសារមុខសភាដែលមានទាំងអស់គណៈបកហ្នឹងតែភាគច្រើនមានតែគណៈបកប្រជាធិបតេយ្យនិងសាធារណរដ្ឋទេហើយយើងដឹងហើយនៅពេលដែលថ្លែងសារនោះបងប្អូនឃើញប្រតិកម្មប៉ុណ្ណាមកជំហៀងជាសមាជិករបស់គណៈបកប្រជាធិបតេយ្យមកជំហៀងទៀតជាសមាជិករបស់គណៈបកសាធារណរដ្ឋចឹងបានន័យថាមួយខាងកាន់អំណាចមួយទៀតខាងជាគណៈបកប្រឆាំងហើយយើងមើលឃើញអំពីបរិយាកាសអាប់អួរប៉ុណ្ណាអ្នកទះដៃអ្នកមិនទះដៃអ្នកពេបជ្រាយអ្នកមិនសប្បាយចិត្តលើកស្លាកតវ៉ាលាក់នឹងលាក់បងប្អូនមើលទៅពេលខ្លះហ្នឹងគិតថាអូយស្រុកអាមេរិករញ៉េរញ៉ៃអញ្ចឹងជួនកាលមានអ្នកស្រែកតវ៉ាដែលជាតំណាងរាស្ត្រនឹងត្រូវគេចាប់អេស្កូចេញទៅដូចថាក្រៀកចេញទៅក្រៅទៅដោយសារតែគាត់តវ៉ាពីរឿងកាត់ជំនួយកាត់អីអញ្ចឹងទៅហើយគេឲ្យអង្គុយចុះគាត់មិនព្រមអង្គុយគាត់ថាគាត់ត្រូវតែតវ៉ាអំពើអយុត្តិធម៌យើងឈរម្នាក់ឯងក៏ត្រូវតែឈរដែរយើងមិនអាចទៅអង្គុយឲ្យគេជន់ក្បាលយើងអីអញ្ចឹងទៅនេះគឺជាសម្លេងរបស់តំណាងរាស្ត្រគណៈបក្សប្រជាធិបតេយ្យដែលគាត់ថ្លែងនៅក្នុងពិធីហ្នឹងគេអូសគាត់ចេញទៅក្រៅក៏ចេញទៅគាត់នៅតែគិតថាសម្លេងរបស់គាត់ត្រូវតែឲ្យប្រជាពលរដ្ឋបានឮតទៅនឹងការតវ៉ាអ្នកខ្លះទៀតបានលើកស្លាកសញ្ញាថានិយាយហ្នឹងគឺផលទេព័ត៌មានហ្នឹងមិនពិតទេលាក់នឹងលាក់អីអញ្ចឹងទៅគឺពីខាងគណៈបកប្រឆាំង
បរិយាកាសនេះបងប្អូនមើលទៅគិតថាវាស្តៀងថាវាថារញ៉េរញ៉ៃបន្តិចក៏ប៉ុន្តែមិនមែនទេនេះគឺជាដំណើរប្រជាធិបតេយ្យបាទន័យថាអ្នកដែលមានមតិផ្ទុយគឺយើងអាចលើកឡើងហើយគ្មាននរណាគេទៅចាប់យើងដាក់គុកដាក់ច្បាប់អីទេជាសិទ្ធិសេរីភាពយ៉ាងច្រើនគេគ្រាន់តែអូសដៃដែលចេញទៅក្រៅហ្នឹងចេញទៅក្រៅគេអូសដៃហ្នឹងគឺដោយសារតែគាត់គេឲ្យអង្គុយគាត់មិនព្រមអង្គុយតែប៉ុណ្្នឹងទេប៉ុន្តែជាការតបយើងមិនទៅហ៊ានធ្វើអីគេផ្ដេសផ្ដាស់មានដោយថាមន្ត្រីតំណាងរាស្ត្រមួយរូបរបស់គណៈបកប្រជាធិបតេយ្យគាត់លើកស្លាកមួយសន្លឹកដាក់បង្ហាញឈរក្រោយលោកត្រាំពេលដែលចាប់ថ្លែងសន្ទរកថានោះហើយដាក់ថាស្ថានភាពនេះគឺវាចម្លែកខុសគេអញ្ចឹងទៅវាធ្វើឲ្យមានមន្ត្រីខាងគណៈបកកណ្ដាលអំណាចឬខាងគណៈបកសាធារណរដ្ឋហ្នឹងក៏មកកញ្ឆក់យកกระดาษហ្នឹងយកទៅកវត្តចោលអីអញ្ចឹងទៅយើងឃើញរូបភាពហ្នឹងវាមើលទៅដូចជាសិទ្ធិអ្នកច្បាប់សិទ្ធិអីប៉ុន្តែការតស៊ូមតិគឺគេធ្វើដូច្នេះឯងអញ្ចឹងទៅហើយមិនមានការចាប់ចងមិនមានការដាក់វាយតប់អីគ្នាទេគ្រាន់តែថាធ្វើម៉េចគេបញ្ចេញមតិគឺអញ្ចឹងហើយយើងឃើញទស្សនវិជ្ជានឹងរួមហើយខ្ញុំនឹងសង្ខេបរឿងថាតើពេលដែលលោកត្រាំថ្លែងមុខរដ្ឋសភាម្សិលមិញនេះតើអ្វីខ្លះដែលលោកថ្លែងទៅបានជាចំណុចវិជ្ជមានហើយអ្វីខ្លះដែលជាចំណុចអវិជ្ជមានតកតងនឹងការគ្រប់គ្រងប្រទេសរបស់គាត់ក្នុងរយៈពេលប្រហែលប្រហែលជា1ខែកន្លងទៅនេះបាទបងប្អូនមុននឹងលោកត្រាំឡើងមកថ្លែងសារនៅចំពោះមុខតំណាងរាស្ត្ររបស់សហរដ្ឋអាមេរិកគឺនៅក្នុងរដ្ឋសភានេះគឺសារព័ត៌មានយ៉ាងហោចណាស់ក៏2ដែរសារព័ត៌មានធំៗរបស់សហរដ្ឋអាមេរិកទី1គឺ NPR National Public Radio បានន័យថាស្ថានីយ៍វិទ្យុជាតិរបស់អាមេរិកគេបានធ្វើការស្ទង់មតិមួយក្រៅពី NPR ក៏មាន PBS News ដែលជាស្ថាប័នព័ត៌មានល្បីមួយនៅសហរដ្ឋអាមេរិកដែរក៏បានធ្វើការស្ទង់មតិមួយដែរហើយក្នុងនោះក៏មាន Mary's Poll ដែលជាទម្លាប់នៅក្នុងការធ្វើការស្ទង់មតិប្រជាពលរដ្ឋអាមេរិកចង់ដឹងថាតើអាមេរិកដើរត្រូវផ្លូវឬទេបានន័យថាទិសដៅដែលទៅហ្នឹងគឺត្រឹមត្រូវអត់អញ្ចឹងគេបានសម្ភាសមនុស្សនិយាយទៅការស្ទង់មតិហ្នឹងគឺធ្វើពីថ្ងៃទី24ដល់ថ្ងៃ26ខែកុម្ភៈបាទមុនលោកត្រាំប្រហែលជាមួយអាទិត្យមុនលោកត្រាំថ្លែងនៅរដ្ឋសភានេះគេសួរទាំងគណៈបកប្រជាធិបតេយ្យគណៈបកឯករាជ្យនិងគណៈបកសាធារណរដ្ឋហើយសួរមនុស្សដែលពេញវ័យចំនួន1694នាក់ជិត1700នាក់បងប្អូនចម្រុះនិន្នាការនយោបាយជាលទ្ធផលគឺ53%នៅក្នុងចំណោមអ្នកទាំងអស់គ្នានឹងបើគេនិយាយជាលទ្ធផលទូទៅ53%ឆ្លើយថាការដឹកនាំរបស់លោកត្រាំគឺមិនដឹកនាំប្រទេសអាមេរិកឲ្យទៅផ្លូវត្រូវទេបានន័យថាដើរខុសផ្លូវហើយមិនតាមគន្លងដែលត្រឹមត្រូវទេក៏ប៉ុន្តែបងប្អូនច្បាស់ជាសួរថាវាមិនដែលខាងគណៈបកសាធារណរដ្ឋដែលបកកណ្ដាលអំណាចគេដើរឆ្លើយថាអាមេរិកដើរខុសផ្លូវចឹងដែរហើយធ្វើម៉េចយកលទ្ធផលនឹងមកបញ្ជាក់មិនបានតើប្រមាណភាគរយដែលគេឆ្លើយថាដើរខុសផ្លូវប្រមាណភាគរយដែលគេថាដើរត្រូវផ្លូវបាទខាងគណៈបកសាធារណរដ្ឋរបស់លោកត្រាំនេះគឺគេសម្ភាសមនុស្សដែលគាប់ទ្រលោកត្រាំនៅក្នុងគណៈបកសាធារណរដ្ឋហ្នឹងគឺនៅក្នុងហ្នឹងគឺចំនួន23%ដែលថាលោកត្រាំសប្ងៃដើរអត់ត្រូវផ្លូវទេមិនមែនបានន័យថា100%គ្រប់គ្រងគាត់ទេណាបានន័យថាមាន23%បទថា77%គេថាដើរត្រូវហ្នឹងខាងគណៈបកសាធារណរដ្ឋតែក៏មាន23%នៅក្នុងហ្នឹងដែលថាដើរអត់ត្រូវផ្លូវដែរចឹងបានន័យថាក្នុងគណៈបកកណ្ដាលអំណាចហ្នឹងក៏គិតថាមេដឹកនាំរបស់ខ្លួនឬក៏ប្រធានាធិបតីរបស់បករបស់ខ្លួនហ្នឹងគឺដើរមិនត្រូវផ្លូវតាមកន្លងប្រជាធិបតេយ្យត្រឹមត្រូវរបស់សហរដ្ឋអាមេរិកដែលធ្វើឲ្យអាមេរិកជាប្រទេសអស្ចារ្យទេហើយនៅក្នុងនោះបើនិយាយពីខាងគណៈបកប្រជាធិបតេយ្យវិញក្នុងអ្នកដែលឆ្លើយព័ត៌មានហ្នឹងគឺមានដល់ទៅ74%ដែលថាអាមេរិកដើរអត់ត្រូវផ្លូវសោះក៏ប៉ុន្តែនៅក្នុងហ្នឹងអ្នកខាងប្រជាធិបតេយ្យមាន26%ដែរដែលគិតថាដើរត្រូវមាន74ចឹងក្នុងគណៈបកនឹងក៏នៅតែមានការដែលស្របនិងក៏មិនស្របទាំងគណៈបកប្រឆាំងទាំងគណៈបកកណ្ដាលអំណាចនេះគឺជាការស្ទង់មតិចុះអ្នកឯករាជ្យវិញមិនវិញអ្នកឯករាជ្យមិនគ្រប់ត្របកប្រឆាំងហើយក៏មិនគ្រប់ត្របកកណ្ដាលអំណាចគឺជាមនុស្សកដាលគឺ64%ថាអាមេរិកដើរខុសផ្លូវអញ្ចឹងហើយបានជាគេសរុបលទ្ធផលទាំងអស់ហ្នឹងទាំងប្រជាធិបតេយ្យ74ថាដើរខុសផ្លូវសាធារណរដ្ឋ23%ថាដើរខុសផ្លូវឯករាជ្យ64%ថាដើរខុសផ្លូវបូកចូលគ្នាចែកនឹង3គឺបាន53%ជាពិន្ទុសរុបថាអាមេរិកមិនដើរត្រូវផ្លូវទេដូច្នេះបានន័យថាប្រជាពលរដ្ឋអាមេរិកទូទៅ53%នេះបញ្ជាក់ថាអាមេរិកអត់ដើរផ្លូវត្រូវទេតាមរបៀបដឹកនាំរបស់លោកត្រាំសប្តាហ៍នេះ
ก็ប៉ុន្តែគាត់ធ្វើខុសទាំងអស់ឬក៏យ៉ាងម៉េចគឺមានចំណុចអវិជ្ជមាននិងចំណុចវិជ្ជមានមិនចឹងខ្ញុំនឹងបញ្យល់លម្អិតអំពីចំណុចអីខ្លះជាចំណុចវិជ្ជមានដែលគាត់ធ្វើកន្លងមកហើយចំណុចអីខ្លះតែជាចំណុចអវិជ្ជមានហេតុអីបានជាគាត់ដើរខុសហើយចាប់ដើរខុសនៅអាមេរិកនឹងវាទៅណាវិញបាទឥឡូវយើងដឹងហើយថាអ្វីដែលលោកត្រាំគាត់ធ្វើគឺមានជោគជ័យរបស់គាត់ដែរមិនចឹងឧទាហរណ៍នៅតែមួយអាទិត្យទៀតទេគាត់នឹងចេញអា goal card គាត់នោះគេហៅកាតមាសមិនគេនោះតើតើនឹង visa $5 លាននោះគឺសម្រាប់ឲ្យប្រជាពលរដ្ឋណាដែលចង់បានសញ្ជាតិអាមេរិកបង់$5 លានមកបាននៅអាមេរិកទាំងគ្រួសារតែម្ដងហើយធ្វើការធ្វើអីទៅហើយប្រហែលឆ្នាំក្រោយមកប្រឡងសញ្ជាតិទៅបានសញ្ជាតិជាប់សញ្ជាតិបានជាសញ្ជាតិអាមេរិកអីចឹងទៅហើយគាត់រំពឹងថាបាន1 លានអ្នកក្នុងមួយឆ្នាំអីបានន័យថាបើ1 លានអ្នកបងប្អូនដឹងហើយប្រហែល$5 trillion បើចឹងគាត់ថាយកទៅសងបំណុលជាតិដែលជាពាក់ទៅធ្វើឲ្យយើងមានដង្ហើមអាមេរិកនឹងមានដង្ហើមដកចឹងមុនអញ្ចឹងហើយគាត់រំពឹងថាជួនកាលអាចលក់បាន10 លានទៅចឹងទៅវាទៅប៉ុន្មានទៅវាទៅ$50 trillion អាមេរិកជាពាក់បំណុលជាតិអាមេរិកសរុបមានតែ36 trillion ជាងចឹងបើបាន50 trillion សងផុតជាពាក់គេហើយនៅសល់ប្រហែល10 trillion ទៀតមិនចឹងហ៎បាទអានេះគឺជាការគិតរបស់គាត់ប៉ុន្តែបានសម្រេចឬយ៉ាងណាយើងមិនដឹងព្រោះអីការលោក Biden នៅអា visa ហ្នឹងលក់តែ$1 លានតើសម្រាប់មករកស៊ីផងមកបើកអាជីវកម្មឲ្យលុយទៅវិញទៀតចំណេញយកទៅវិញទៅអានេះ$5 លានបងដាច់ហ្មងហើយអត់មានបើករបរបើកអីទេការលោកត្រាំការលោក Biden នៅ$1 លានទេសម្រាប់បើកអាជីវកម្មនៅនេះឲ្យតែយើងជួលមនុស្សពេញម៉ោងបាន10នាក់ឲ្យរកការងារឲ្យគេធ្វើទៅហើយរករបររកស៊ីហ្នឹងទៅគឺគេឲ្យ green card ហើយឲ្យអាចរស់នៅអាមេរិកបានដោយស្របច្បាប់ហើយលុយរកស៊ីហ្នឹងបានទៅវិញទៀតប៉ុន្តែមួយឆ្នាំជួនអីបានតែ8,000នាក់ហ្នឹង10000នាក់ហ្នឹងតឹងផ្អឹសហើយចង់មក$1 លានហើយទៅលុយ$5 លានវាមិនដឹងទៅយ៉ាងម៉េចប៉ុន្តែគំនិតគាត់គំនិតជាតិនិយមដែរបងប្អូនដែលមិនពេញចិត្តលោកត្រាំប៉ុណ្ណាគាត់ទៅគិតថាអាហ្នឹងគឺជាគំនិតជាតិនិយមរបស់គាត់ដែរមិនចឹងឯងគាត់ថាយើងស្ដាប់ទៅវាដូចជាការសម័យអីយ៉ាងណាយើងមិនដឹងខ្វះអីអ្នកមានមកកណ្ដោមិនចឹងណាឥឡូវចាំមើលតទៅទៀតចុះទី2គាត់ធ្វើអីដែលបានផលល្អសម្រាប់ជាតិអាមេរិកសម្រាប់អ្នកដែលគ្រប់គ្រងលោកត្រាំគឺគេគិតថាគាត់ជាមនុស្សជាតិនិយមខ្ពស់ណាស់ឥឡូវគាត់ទៅពឹបមកឃើញដាក់ពន្ធលើការនាំចូលទំនិញពីប្រទេសប្រមាណមានចាំទេកាណាដាមិចស៊ីកូចិនពន្ធ25% នៃទំនិញពាណិជ្ជកម្មដែលនាំចូលសហរដ្ឋអាមេរិកចឹងបានន័យថាអាមេរិកអាចចំណេញលុយ$1,000 លាននៃអាការដែលតម្លើងពន្ធហ្នឹងមិនចឹងចឹងនៅក្នុងការដែលគិតរបស់ពួកគាត់គឺវាបានលុយដើម្បីចូលនៅក្នុងសេដ្ឋកិច្ចអាមេរិកឬក៏ចំណេញក្រុមហ៊ុនអាមេរិកព្រោះតែដាក់ពន្ធខ្លាំងទៅលើរបស់នាំចេញពីស្រុកក្រៅមកបានន័យថារោងចក្រសហគ្រាសនៅអាមេរិកគេអាចផលិតបានមិនចឹងណាប៉ុន្តែសំណួរសួរទៅវិញថាចប់បើដាក់ពន្ធចឹងអាវត្ថុធាតុដើមនាំចូលមកយើងនាំមកមិនបើវាថ្លៃចឹងបើអាវត្ថុធាតុដើមថ្លៃនាំចេញពីក្រៅបើយើងដាក់ពន្ធអាហ្នឹងអញ្ចឹងវានឹងធ្វើឲ្យពិបាកនៅក្នុងការដែលផលិតផលអាមេរិកនឹងផលិតធ្វើម៉េចឲ្យបានលក់ទូថ្លៃដើម្បីប្រកួតប្រជែងអញ្ចឹងតែអ្នករកស៊ីដូចគាត់នេះគាត់គិតថាបញ្ចេញអញ្ចឹងគាត់មិនខ្លាចជាអ្នកមានទេមិនទេអ្នកគ្រប់គ្រងគាត់គឺក៏គិតស្របតាមគាត់អញ្ចឹងដែរចាំមានអីទៀតគ្រាន់តែពេលដែលគាត់ចូលកាន់អំណាចហ្នឹងគឺយើងដឹងហើយចាប់បញ្ជូនអន្តោប្រវេសន៍ខ្វះឯកសារហើយនឹងជនអក្រិតឡើងមកកណោក៏ដឹកដែរមិនចឹងបងប្អូនឃើញចាប់ពេលខ្លះលេងចាប់ដល់មួយថ្ងៃ1200នាក់ក៏មានគ្រាន់តែសប្តាហ៍3សប្តាហ៍ដំបូងហ្នឹងគឺគាត់ចាប់បញ្ជូនឡើងសន្ធឹកតម្រងរហូតដល់ទៅរាប់ម៉ឺននាក់ដើម្បីអីដូចថាមួយថ្ងៃកូតាគាត់ចង់បាន1200ប៉ុន្តែយើងគិតជាអញ្ចេះវិញដើម្បីឲ្យដឹងថាគាត់ចាប់បញ្ជូនមនុស្សដែលអត់ឯកសារទៅវិញហ្នឹងមានប្រមាណគឺខែដំបូងគាត់ចាប់បញ្ជូនមនុស្សបាន37660នាក់ច្រើនណាស់បងប្អូន30000នាក់ជាងណាបើយើងគិតទៅបូកដកគុណចែកទៅវាប្រហែលជា1200ជាងនាក់ឯណោះហ្នឹងពេលថ្ងៃខ្លះគាត់បានលើសហ្នឹងអីចឹងទៅអាហ្នឹងសម្រាប់ខែដំបូងក៏ប៉ុន្តែយ៉ាងណាបងប្អូនកុំភ្ញាក់ផ្អើលលោក Biden ណាការគាត់នៅកាន់អំណាចនៅក្នុងមួយខែណាគឺគាត់ចាប់បញ្ជូនមនុស្សទៅវិញនឹងបានដល់ទៅ57000នាក់អញ្ចឹងបើគិតទៅមួយថ្ងៃចង់និយាយថាមួយថ្ងៃចង់ចូលដល់1900នាក់ឯងហ្នឹងច្រើនជាងលោកត្រាំផងហ្នឹងគាត់ថាគាត់មិនធ្វើក្ដុងក្ដាំងប៉ុន្តែលោកត្រាំគាត់ធ្វើអញ្ចេះដែរគាត់ថានេះថ្ងៃប្រហែលថ្ងៃមុននេះនិយាយទៅនៅក្នុងការដែលចាប់មនុស្សនៅតាមព្រំដែនដែលឆ្លងចូលមកស្រុកអាមេរិកណាគឺគាត់អាចធ្វើបានជោគជ័យមួយដែរក្នុងចំណុចមួយដែលគាត់ថាមនុស្សមួយថ្ងៃនោះចាប់បានតែ8300នាក់នៅក្នុងខែនិយាយទៅនៅក្នុងខែកុម្ភៈកន្លងទៅហ្នឹងបានន័យថា
មនុស្សចូលមកតិចជាងលើកមុនព្រោះលើកមុនការគាត់ការដំណើរឆ្នាំ2017ហ្នឹងថ្ងៃដែលទៀបបំផុតនៅក្នុងការចាប់មនុស្សតាមព្រំដែនហ្នឹងគឺ11000អ្នកជាងដែរមិនចឹងឥឡូវនេះគឺមិននៅថយដល់8000មិនន័យថាវាជោគជ័យអាកិច្ចការព្រំដែនអាហ្នឹងជាស្នាដៃរបស់គាត់ដែរមិនចឹងគាត់ធ្វើតឹងហើយនេះគឺជាសមិទ្ធផលដែលពួកគាត់ធ្វើអ្វីទៀតដែលចំណេញដល់ដូចថាការអះអាងថាចំណេញដល់ជាតិអាមេរិកដែរគឺការសន្សំលុយបងប្អូននៅពេលដែលលើកលោក Elon Musk ដែលជាមហាសេដ្ឋីឲ្យទៅកាន់ក្រសួងមួយថាក្រសួងកែតម្រង់ប្រសិទ្ធភាពរដ្ឋាភិបាលលោក Elon Musk ហ្នឹងគឺថាកាត់យកហ្មងគឺថាបាទគឺកាត់បន្ថយបុគ្គលិកសេវផ្អាកជំនួយកាត់ជំនួយផ្អាកជំនួយលុបកុកត្រាលុបស្អីចង់ទៅគឺថាតែគាត់និយាយថាមកដល់ម៉ោងនេះគឺគាត់សន្សំលុយបានត្រឹមមួយខែជាងសោះគឺបានដល់ទៅ105,000 លាន$105,000គាត់ថាបានសន្សំលុយបងប្អូនអាហ្នឹងគឺជាតួលេខរបស់គាត់ប្រកាសតែការពិតយ៉ាងណាគឺគ្មានប្រភពណាអាចផ្ទៀងផ្ទាត់បានទេព្រោះកាលលើកមុនគាត់ថា55,000 លានប្រហែលអាទិត្យមុនហ្នឹងគេរកឃើញតែ8,000 លានសរុបទៅបាត់ប្រហែលទៀតហ្នឹងមិនដឹងទៅណាឥឡូវគាត់ឲ្យតួលេខហ្នឹងមកទៀតឥឡូវថា105,000 លានហ្នឹងប៉ុន្តែគេរអត់ឃើញតួលេខដែលថាផ្ទៀងផ្ទាត់បានឲ្យគ្រប់ទេឮតែគាត់ថាប៉ុន្តែសួរថាចុះបើបានលុយហ្នឹងយើងប្រជាពលរដ្ឋអាមេរិកមិនសប្បាយទេអីបាទបើបានមកពីឧទាហរណ៍ថាអង្គើទុច្ចរិតឬក៏ពុករលួយឬក៏កេងបន្លំឬក៏ស្អីភាពមិនប្រក្រតីអីឲ្យទៅសន្សំលុយមកណាមិនចង់បាននៅក្នុងជាតិសាសន៍មួយដែលចំណេញលុយរាប់ពាន់លានដុល្លារបែបនេះហើយវាចូលជាតិអញ្ចឹងចំណេញជាតិអញ្ចឹងយើងជាអ្នកជាតិនិយមជាជនជាតិអាមេរិកអ្នកដែលមានសញ្ជាតិអាមេរិកគួរតែសប្បាយចិត្តខ្ញុំជឿថាបងប្អូនណាក៏ស្ដាប់ទៅក៏សប្បាយចិត្តដែរមិនអញ្ចឹងក៏ប៉ុន្តែអ្វីដែលគាត់បាននេះគឺចេះលុយដែលសន្សំបានហ្នឹងភាគច្រើនសន្សំបានពីការកាត់ជំនួយដោយឧទាហរណ៍ដោយរឿង USAID អញ្ចឹងយើងមើលគ្រាន់តែកាត់ជំនួយ USAID ហ្នឹងគឺត្រួសហ្នឹងទៅមកប្រហែលខែដំបូងហ្នឹងប្រហែលនេះហ្នឹងបានដល់ទៅជិត9,000 លានដុល្លារហើយដកលុយមកពីគម្រោងសំទោស8,700 លានដុល្លារហ្នឹងជិតតែ9,000 លានដុល្លារដកលុយបានមកសេវហ្នឹងគឺដោយសារអីដោយសារឈប់ផ្ដល់ជំនួយទៅប្រទេសក្រីក្រដែលធ្លាប់ផ្ដល់ឲ្យតើដែលប្រជាពលរដ្ឋមួយចំនួនធំនឹកឃើញថាមិនទៅសំលុយអីអញ្ចឹងទេព្រោះអីជួយទៅប្រទេសក្រីក្រគ្នាខ្វះខាតលះមលហាមចង់ងាប់ហើយអថវិកាសម្រាប់ USAID ហ្នឹង68,000 លានដុល្លារបើយើងគិតទៅស្មើនឹងមិនប្រហែល 1% នៃថវិកាជាតិអាមេរិកហ្នឹងដូច្នេះបើយើងដក 1% ឬក៏យក 1% មកវិញហ្នឹងក៏តែមិនសល់អីប្រហែលហើយបើដកអីផ្សេងទៅមកដកប៉ះចាំដកជំនួយទៅដូចជាលឺរឿងជួយទៅស្រុកខ្មែរតាក់ទងនឹងរឿងសិទ្ធិមនុស្សនិងប្រជាធិបតេយ្យអីគ្នាត្រូវការសឹងអីចុះបើបាត់អាហ្នឹងទៅវាចំណេញអីអាមេរិកបានប្រហែលគ្នានៅនោះពិបាកចង់ងាប់អីចឹងណាអានេះមានការតវ៉ាអញ្ចឹងដែរប៉ុន្តែខាងក្រសួងកែតម្រង់ប្រសិទ្ធភាពរដ្ឋាភិបាលគេថានឹងចំណេញដល់រដ្ឋាភិបាលគេមិនចឹងតែបងប្អូនថារឿងលុយដែលបានគាត់ថាសន្សំបានហ្នឹងគឺភាគច្រើនបានមកពីអីទី1គឺលុបចោលកុងត្រាប្រមាណ2334កុងត្រាដែលលុបចោលកុងត្រាស្អីក៏ដោយខ្ញុំអត់ដឹងទេកុងត្រាតកតនឹងរ៉ូស៊ីអីពាណិជ្ជកម្មអីឡាក់អញ្ចឹងទៅលុបចោលទៅថាសន្សំលុយហ្នឹងបានក៏កុងត្រាហ្នឹងប្រហែលជា9,000 លានដុល្លារដែរបានមកពីអីទៀតគាត់ថាបានមកពីអំពើបោកបន្លំឬក៏បញ្ហាទូទាត់លុយនឹងមិនស្មោះត្រង់ហើយបានមកពីគម្រោងលុបគម្រោងជំនួយហ្នឹងភាគច្រើនជំនួយដែលឲ្យទៅផ្នែកមនុស្សធម៌ផ្នែកអីហ្នឹងឡាក់ហ្នឹងជំនួយផ្សេងទៀតដែលរដ្ឋជួយទៅឲ្យណាជាតិជួយទៅឲ្យថ្នាក់រដ្ឋថ្នាក់អីហ្នឹងដកមកវិញអស់ហើយបើដកមកហ្នឹងគ្នាហ្នឹងក៏ទៅលំបាកណាឧទាហរណ៍ថាបានមកពីប្រាក់សន្សំការប្រាក់អីអញ្ចឹងទៅឬក៏ជាពិសេសគឺបានមកពីការកាត់បន្ថយបុគ្គលិកយ៉ាងគំហុកតែម្ដងបងប្អូនកាត់បន្ថយបុគ្គលិកនេះបងប្អូនញាក់សាច់យើងដឹងថារដ្ឋាភិបាលសហរដ្ឋអាមេរិកពេលដែលលោកត្រាំឡើងមកនេះគឺគាត់ជំរុះមនុស្សចោលតានិយាយទៅដកដូចស្ពីអញ្ចឹងសិតវិមានអត់ទាន់បានផ្ដល់ព័ត៌មានថាដកមន្ត្រីថ្នាក់ជាតិនឹងប្រមាណនេះឯងមកដល់ម៉ោងនេះប៉ុន្តែមិនតិចជាងក្រោមបើនេះមានតែខ្ទង់10000ឡើងទៅព្រោះដកនោះដកច្រើនមែនតើហើយបងប្អូនគិតទៅបើសិនជាម្នាក់ប្រាក់ខែប្រមាណថា$7,000នៅក្នុងមួយឆ្នាំហើយយើងដកគុណនឹងប្រមាណមើលអាហ្នឹងគាត់បានលុយពីអញ្ចឹងណាប៉ុន្តែបងប្អូនសាកគិតទៅចិត្តទៅវិញថាឥឡូវបងប្អូនកំពុងតែជាមន្ត្រីរដ្ឋការដែលកំពុងតែធ្វើការនៅក្នុងក្រសួងរដ្ឋសប្តាហ៍ហ្នឹងអញ្ចឹង
ស្រាប់តែកំពុងតែធ្វើតែគេដក30%ចេញពីក្រសួងរដ្ឋហើយបងប្អូនមានផ្ទះដែលត្រូវបង់បងប្អូនមានកូនដែលត្រូវរៀននៅសាលាបងប្អូនមានបន្ទុកគ្រួសារលក្ខណៈហើយស្រាប់តែគេដកភឹងចោលអស់អញ្ចឹងអត់មានកំហុសអីសោះតើបងប្អូនយ៉ាងម៉េចទៅវិញគិតយ៉ាងម៉េចទៅវិញទៅស្រាប់តែអស់ការងារធ្វើអាលីងតែម្ដងយ៉ាងម៉េចទាត់ខ្យល់ហើយបើសន្សំលុយហ្នឹងវាជាការពិតដែរចំណេញជាតិដែរប៉ុន្តែតើប្រជាពលរដ្ឋដែលអស់ការងារហ្នឹងក្រែងជាពលរដ្ឋអាមេរិកដែរតាមអញ្ចឹងអ្នកដែលធ្វើការឲ្យរដ្ឋាភិបាលបានគឺតើតែមានសញ្ជាតិអាមេរិកអញ្ចឹងអ្នកទាំងអស់នោះអត់មែនជនអន្តោប្រវេសន៍ទេឬក៏ជនអន្តោប្រវេសន៍ឯកសារក៏មិនមែនដែរគឺជាជនជាតិអាមេរិកដែលមានសញ្ជាតិអាមេរិកបានធ្វើការឲ្យសហព័ន្ធបានកម្រិតគេហៅថាការងារថ្នាក់ជាតិបានថាថ្នាក់អានេះគឺជាលក្ខខណ្ឌការងារណាបងប្អូនហើយប្រជុំនោះប្រជុំឡើងពីហើយគេតវ៉ាឲ្យខ្ញុំនឹងបញ្យល់ថាចោះគេតវ៉ានឹងមិនហើយបានផលអីយ៉ាងម៉េចដោយសារតែការដែលកាត់បន្ថយបុគ្គលិកនឹងច្រើនបងប្អូនគាត់កាត់បន្ថយច្រើនពេកទៅធ្វើឲ្យបុគ្គលិកតែក្រសួងមួយឡើងធ្វើការកើតប៉ុន្តែគាត់ថាអត់ខ្វល់បុគ្គលិកទាំងអស់នឹងមកនាំគ្នាប្រហិនតលុយបើកតលុយអត់ប្រយោជន៍អត់ធ្វើការអត់បានការគាត់និយាយអញ្ចឹងអ្នករស់ស៊ីគឺអញ្ចឹងឯងគំនិតរបស់គាត់គឺថាបើក្រុមហ៊ុនមួយមានបុគ្គលិក10នាក់គាត់សាកកាត់5នាក់មើលនៅ5នាក់អាចធ្វើកើតអត់ហើយអញ្ចឹងតែបើធ្វើកាត់ចំណេញ5នាក់អញ្ចឹងណាប៉ុន្តែការគិតជួនកាលវាលឿនជាងការអនុវត្តចាក់ស្ដែងដោយសារយុទ្ធនាការដែលខ្ញុំនិយាយថាបានចំណេញបានអីខ្លះដល់ជាតិដែលគាត់អះអាងនឹងមកវាធ្វើឲ្យមានប្រតិកម្មជុំទិសអ្នកក្តៅកាហាយអ្នកតវ៉ាអង្គការសង្គមស៊ីវិលមេធាវីអ្នកច្បាប់អ្នកកាសែតគឺបណ្ដឹងជុំទិសប៉ុន្តែមុននឹងនិយាយពីបណ្ដឹងជុំទិសនឹងខ្ញុំចង់បន្ថែមទៀតថាគាត់បានចេញដីកាឬក៏ប័ណ្ណបញ្ជាអីគេខ្លះក្នុងរយៈពេលប្រហែលជាង1ខែពេលដែលគាត់ចូលកាន់តំណែងហ្នឹងលោកត្រាំចេញប័ណ្ណបញ្ជាប្រតិបត្តិរហូតដល់ទៅជាង70បងប្អូន76ប័ណ្ណបញ្ជាគឺថាច្រើនមែនតើលោក Biden កាលនៅគាត់ក្នុងរយៈពេល3ខែនិយាយទៅ100ថ្ងៃគាត់បានតែ40ជាងទេប៉ុន្តែលោកត្រាំចេញប័ណ្ណបញ្ជាហ្នឹងគឺថា76បងប្អូនតែភាគច្រើននៃប័ណ្ណបញ្ជាហ្នឹងគឺលុបចោលអ្វីដែលលោក Biden ធ្លាប់ផ្ដល់ឲ្យប្រជាពលរដ្ឋពីមុនមកនោះឯងប៉ុន្តែខ្ញុំចង់បញ្យល់អំពីបទបញ្ជារបស់រដ្ឋាភិបាលហ្នឹងខ្ញុំគ្រាន់តែសង្ខេបខ្លីៗទេព្រោះពេលវេលាវាមិនសូវមានច្រើនទេបងប្អូនច្រើនណាស់មកលូសັບតិចប្រាប់ខ្ញុំថាអូយសង្ខេបខ្លះទៅលោកឲ្យវែងពេកហើយខ្ញុំសូមអធិស្ឋានកាន់តែអភ័យទោសបងប្អូនពេលខ្លះវារកពេលឲ្យខ្លីហ្នឹងវាតែមិនបានតែខ្ញុំនឹងកាត់រឿងនេះជា2ពេលដែលខ្ញុំបង្ហោះផ្សាយឡើងវិញដើម្បីឲ្យបងប្អូនបានមកកណាត់ពីរឿងជួបមន្ត្រីការបរទេសនិងមកកណាត់រឿងត្រាំទៅកុំឲ្យបងប្អូនមើលទៅវាយូរពេកខ្ញុំក៏យល់អំពីសមានចិត្តបងប្អូនដែលរវល់ការងាររត់ទទួលទាននេះឡាយតែមកអង្គុយស្ដាប់មកណារ៉េត1ម៉ោងកន្លះ2ម៉ោងគាត់ថាវែងណាសង្ខេបខ្លះទៅខ្ញុំស្ដាប់ខ្ញុំឮព្យាយាមតែលើកមុនបានដល់កន្លះម៉ោងដល់5-10នាទី20នាទីហើយប៉ុន្តែវានៅរឿងច្រើនមកកណោទៀតនិយាយអត់តាន់អស់ជួនកាលវាអញ្ចឹងណាបងប្អូនវាចិត្តតែស្ដាយជួបបងប្អូនម្ដងចង់បានឲ្យច្រើនអញ្ចឹងទៅយកមកកញ្ចប់ទៅហើយយកទៅស្ដាប់ពួកខ្ញុំអត់មានពេលមកអង្គុយនិយាយរាល់ថ្ងៃមួយថ្ងៃពីរបីសានឹងកន់បន្តិចទៅខ្ញុំវាមិនមានពេលអញ្ចឹងដែរបងប្អូនចង់ថាម្ដងហ្នឹងឲ្យវាកញ្ចប់ច្រើនអញ្ចឹងទៅដូចរៀងច្រើនបន្តិចដែរហើយសូមអធិស្ឋានដែលឲ្យទៅវាលើអញ្ចឹងណាបងប្អូនយកតែអាណាល្អទៅអាណាស្អុយរលួយបោះចោលខ្លះទៅកុំទៅយកឲ្យច្រើនពេកស្ដាប់តែអាណាល្អអាណាទៅនេះនឹងយើងចោលខ្លះទៅក៏បានដែរមិនអីទេខ្ញុំមិនទៅទូមនិញរឿងហ្នឹងព្រោះខ្ញុំធ្វើធម្មទាននេះដោយសទ្ធាជ្រះថ្លាទេបងប្អូនទទួលបានប៉ុណ្ណាយកទៅទទួលមិនបានហ្នឹងស្ដាប់ហើយនឹងព្យាយាមកាត់បន្ថយទៅតាមការគួរដែរប៉ុន្តែបើធ្វើមិនទាន់បានលឿនតាមបំណងសូមមេត្តាបងប្អូនអត់ធ្មត់ហើយខន្តីឲ្យខ្ញុំផងអធិស្ឋានឲ្យខ្ញុំផងអញ្ចឹងបន្តទៅទៀតគឺដីកាឬក៏ប័ណ្ណបញ្ជារបស់រដ្ឋាភិបាលដែលដាក់ទៅដើម្បីឲ្យដោះស្រាយបញ្ហាបន្ទាន់ហ្នឹងគឺអីឧទាហរណ៍ផ្អាកបកកផ្ដាច់ជំនួយចេញប័ណ្ណបញ្ជាមួយទៅអញ្ចឹងហើយបានផ្អាកជំនួយ USAID 90ថ្ងៃហ្នឹងហើយផ្អាកជំនួយសហព័ន្ធទៅតាមរដ្ឋហ្នឹងចង់អស់ឲ្យទុកសិនអញ្ញាញ៉ៃពេញទឹកពេញដីដោយសារតែគ្នាត្រូវការជំនួយស្រាប់តែមកដាច់ផឹងអញ្ចឹងគ្នាអត់ដឹងធ្វើការមិនដឹងច្បាស់នៅខាងណាទាំង USAID ទាំងសហព័ន្ធទាំងអីឡប់ICC ទាំងអស់បថយពុនអ្នកមានគឺចេញបញ្ជាទៅឲ្យអ្នកមានកាលមុនការរដ្ឋលោក Biden នៅគាត់ថាអ្នកមានលុយមកកណោហេតុអីក៏ចង់បានមានអីច្រើនដែរចែកគ្នារស់កុំដដើមគ្នារស់អញ្ចឹងដាក់ពុនឲ្យខ្លាំងទៅដើម្បីយកលុយហ្នឹងយកមកចែកអ្នកក្រផងប៉ុន្តែលោកត្រាំគាត់ជាអ្នករស់ស៊ីក៏អត់ខ្វល់អញ្ចឹងគាត់ចង់ឲ្យពុនយកពុនអ្នកមានឲ្យតិចទៅដើម្បីគេប្រឹងរស់ស៊ីដើម្បីសេដ្ឋកិច្ចជាតិអីអញ្ចឹងចំណេញជាតិនេះតាមការបកស្រាយរបស់គាត់បន្តទៀតដូចអីប្រហែលថ្ងៃនេះទៅចេញប័ណ្ណបញ្ជាមួយ
កំណត់យកភាសាអង់គ្លេសជាភាសាផ្លូវការរបស់សហរដ្ឋអាមេរិកបងប្អូនអង់គ្លេសដែលជាភាសាផ្លូវការរបស់សហរដ្ឋអាមេរិកទេឥឡូវនេះគឺគាត់បានចេញបទបញ្ជាវាជាមោទនភាពជាតិអាមេរិកមួយដែរដែលមានភាសាជាតិណាតាមពិតយើងនិយាយថាអង់គ្លេសមកយកឲ្យគាត់ថាវាមិនមានអីដែលចែកមកថាអង់គ្លេសជាភាសាជាតិតែតាមពិតអាមេរិកនិយាយភាសាអង់គ្លេសនឹងហើយប៉ុន្តែការដែលនិយាយចង់ដែលគាត់ចេញដោយការចេញបទបញ្ជាបែបនេះគឺវាធ្វើឲ្យបងប្អូនមួយចំនួនដែលត្រូវការសេវាបកប្រែក្រៅពីភាសាអង់គ្លេសដូចខ្មែរដូចភាសាអីផ្សេងទៀតហ្នឹងអាចលំបាកដែរចង់និយាយថាព្រោះស្ថាប័នរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិករបស់ថ្នាក់ជាតិហ្នឹងគេអាចសម្រេចថាអាចផ្ដល់សេវាហ្នឹងក៏បានមិនផ្ដល់ក៏បានព្រោះអីនៅពេលដែលកំណត់ភាសាអង់គ្លេសជាភាសាជាតិអញ្ចឹងចេញតែភាសាហ្នឹងមួយជាការស្រេចអត់ចាំបាច់ចេញភាសាអីទៀតដើម្បីផ្គប់ចិត្តសហគមន៍ទេព្រោះដោយសារអ្នកឯងចង់នៅសហរដ្ឋអាមេរិកតោះតែចេះអង់គ្លេសអញ្ចឹងណាហើយបងប្អូនច្រើនណានៅស្រុកអាមេរិកហ្នឹងអត់ចេះអង់គ្លេសហើយតាមពិតគឺជាសិទ្ធិសម្រេចរបស់បងប្អូនខ្មែរយើងខ្លះមក40ឆ្នាំជាងហើយនិយាយខ្មែរច្បាស់ចាស់នៅអង់គ្លេសនៅអាមេរិកហ្នឹងណាហើយខ្ញុំគិតថាគាត់សប្បាយចិត្តនិយាយភាសាជាតិឯងមិនអញ្ចឹងទេប៉ុន្តែបងប្អូនខ្លះបារម្ភថាបើចេញដីកាបទបញ្ជាអញ្ចឹងទៅធ្វើឲ្យតម្រូវការដូចថាចង់ឲ្យស្ថាប័នរដ្ឋនឹងជួយបកប្រែជួយផ្ដល់សេវាហ្នឹងទៅខ្លះអាចលំបាកជាងមុនប៉ុន្តែយ៉ាងណាបទបញ្ជានេះក៏មានភាពទន់ភ្លន់កន្លែងមួយដែរត្រង់ថាឲ្យទីភ្នាក់ងាររបស់ជាតិហ្នឹងសម្រាប់ខ្លួនឯងទៅចង់មានការបកប្រែភាសាអីធ្វើក៏តាមការគូទៅអនាគតទេក៏ចង់និយាយចឹងណាប៉ុន្តែនៅក្នុងន័យនេះក៏ស្ថាប័នហ្នឹងមានលេសថាមិនចាំបាច់បកប្រែក៏បានដែរដោយសារអង់គ្លេសជាភាសាជាតិអីចឹងទៅជាមានការបកប្រែចឹងដែរបកស្រាយចឹងដែរទៀតដូចឧទាហរណ៍ដូចលែងទទួលស្គាល់សញ្ជាតិសញ្ជាតិអាមេរិកសម្រាប់អ្នកដែលមានកូនដែលកើតនៅស្រុកអាមេរិកនេះដែលជាកូនរបស់អ្នកដែលអត់មានឯកសារគឺជនអន្តោប្រវេសន៍កាលមុនអ្នកមកពីស្រុកណាក៏ដោយមកលេងមកអីក៏ដោយអីចឹងទៅស្រាប់ដល់ពេលហើយមានទងន់មានអីស្រាប់អត់បានតាន់ទៅវិញហោះស្រាប់តែគ្រប់ខែឆ្លងទលេនៅស្រុកអាមេរិកកូនប្រសូតមកបានសញ្ជាតិអាមេរិករឿងនេះលែងទៅរួចហើយគឺដោយការបទបញ្ជានេះគឺចង់ប្រាប់ថាចង់ណែមកពីស្រុកកាហែងមេឃណាក៏ដោយមកសម្រាប់កូននៅស្រុកអាមេរិកបើសិនអត់មានឯកសារមិនមែនជាអ្នកដែលមាន green card មានអីត្រឹមត្រូវស្របច្បាប់ទេគឺអត់មានសញ្ជាតិអាមេរិកទេកូនហ្នឹងអាហ្នឹងក៏គាត់ថាធ្វើដើម្បីប្រយោជន៍ជាតិអីចឹងមួយទៀតឧទាហរណ៍ដូចបទបញ្ជាលែងទទួលស្គាល់ភេទទី3អញ្ចឹងគាត់ថាអត់មានភេទទី3ទី4អីទាំងអស់គឺនៅអាមេរិកភេទស្រីភេទប្រុសអត់មានខ្ទើយអត់មាន LBGT អីដែលគាត់អានហ្នឹងគាត់ថាស្រុកណាក៏គេមិនដែលយល់អាពាក្យហ្នឹងដែរវែងពេកអញ្ចឹងមានតែស្រីឲ្យប្រុសបានទៅហើយចាំមើលខ្ញុំនិយាយនឹងសង្ខេបទៀតណាអាទាំងអស់មិញហ្នឹងអាបទបញ្ជាហ្នឹងគឺរងប្រតិកម្មជុំទៅគាត់តែគេប្តឹងនោះគឺមហាសែនប្តឹងរដ្ឋាភិបាលសប្តាហ៍ហ្នឹងគាត់តែចំណាយលុយមេធាវីដើម្បីដោះស្រាយបញ្ហាមិនដឹងអស់លុយប្រមាណលានដុល្លារទេគេប្តឹងស្រោចមកដល់ម៉ោងនេះគឺបណ្ដឹងតែប្តឹងលោករដ្ឋបាលលោកត្រាំគឺប្តឹងរដ្ឋាភិបាលហ្មង71បណ្ដឹងបងប្អូន71បណ្ដឹងហើយបណ្ដឹងច្រើនជាងគេហ្នឹងគឺតាក់ទងរឿងកាត់បន្ថយបុគ្គលិកនឹងច្រើនពេកជំរុះឬបញ្ឈប់គេណាគឺមាន25បណ្ដឹងតាក់ទងនឹងរឿងការបញ្ឈប់បុគ្គលិកជាតិហ្នឹងណាក្រោយមកបណ្ដឹង22តាក់ទងអន្តោប្រវេសន៍គឺថាយើងច្បាប់តឹងរឿងអន្តោប្រវេសន៍ហ្នឹងក៏គេប្តឹងច្រើនដែរគ្រប់ស្ថាប័នក្រមហ្នឹងមកគឺដូចថាតាក់ទងនឹងកាត់ជំនួយដូច USAID កាត់អីហ្នឹងក៏មានបណ្ដឹងគេដាក់ប្តឹងមកពី10បណ្ដឹងហើយរឿងភេទទី3មិញហ្នឹងក៏គេមានប្តឹង8បណ្ដឹងឯណោះដែលថាលុបចោលលែងទទួលស្គាល់ភេទទី3អីអញ្ចឹងណាហើយនឹង4បណ្ដឹងទៀតបណ្ដឹងផ្សេងដូច្នេះបណ្ដឹងទាំងអស់ហ្នឹងតើមានបណ្ដឹងប្រមាណហើយដែលត្រូវបានដោះស្រាយតុលាការដោះស្រាយបាន31បណ្ដឹងអញ្ចឹងបានន័យថាបងប្អូនណាតុលាការនៅស្រុកអាមេរិកនេះគឺកម្រិតយុត្តិធម៌និងឯករាជ្យហ្នឹងគឺគួរឲ្យសាទរមែនតើខ្ញុំមិនមែនថានិយាយអញ្ចឹងថាលោកត្រាំគាត់ធ្វើខុសមិនធ្វើខុសទេរដ្ឋបាលលោកត្រាំគាត់មានគំនិតទស្សនវិស័យរបស់គាត់ក្នុងការជួយសហរដ្ឋអាមេរិកដោយរបៀបណាអាហ្នឹងគឺជាវិធីសាស្ត្ររបស់គាត់ប៉ុន្តែទង្វើរបស់គាត់ហ្នឹងរងពីបណ្ដឹងហើយតុលាការគេគិតថាមិនត្រឹមត្រូវអញ្ចឹងនៅក្នុងបណ្ដឹង31ណានៅក្នុងដំណោះស្រាយ31ដែលដោះស្រាយតាមបណ្ដឹងតុលាការហ្នឹងគឺប្រឆាំងនឹងយុទ្ធនាការរបស់លោកត្រាំបានន័យថាត្រូវថ្នាំខ្លាំងរហូតលោកត្រាំគាត់ចង់ផ្កើអាសេចក្តីសម្រេចរបស់តុលាការត្រូវថ្មោងអញ្ចឹងថ្នាំខ្លាំងចុងក្រោយបងប្អូនប្រហែលជាបានជ្រាបហើយតាមការផ្សាយរបស់ខ្ញុំនៅលើ Facebook ហ្នឹងគឺតុលាការកំពូលកាលពីប្រហែលថ្ងៃមុននេះគឺបានចេញដីកាបង្គាប់ឲ្យរដ្ឋបាលលោកត្រាំសងលុយទៅឲ្យអង្គការក្រៅរដ្ឋាភិបាលឬអង្គការសង្គមស៊ីវិលដែលយកអនុវត្តគម្រោង USAID ហ្នឹងប្រមាណជា$2000 លានដោយសារអីដោយសារយើងបង្កក់ដោយសារយើងផ្អាកមូលនិធិហ្នឹងអញ្ចឹងតុលាការបានសម្រេចថាត្រូវតែឲ្យរដ្ឋបាលលោកត្រាំសងលុយនឹងទៅគេវិញហើយដំបូងតុលាការជាន់ទាបមួយថ្នាក់ជាតិហ្នឹងគឺគេសម្រេចកំណត់ឲ្យសងដែរគឺថាឲ្យ
សារនវាតទៀតថាឲ្យសងទៅថ្ងៃពុទ្ធការកន្លងទៅប៉ុន្តែតឡាការថ្នាក់លើនេះកម្ពុជានេះគេប្រាប់ថាលឿនពេកអញ្ចឹងចាំមើលសម្រាប់ចុងក្រោយថ្ងៃម្សិលមិញបាទតែម្សិលមិញក៏សម្រាប់ឲ្យត្រូវទៅសងគាត់ថាឲ្យពេលវេលាហ្នឹងសងឲ្យច្រើនតិចឲ្យយូរជាងហ្នឹងតិចហើយខាងមេធាវីរដ្ឋបាលលោកត្រាំអត់មានប្រកែកទេអត់មានប្រកែកនឹងបណ្ដឹងនឹងបានទេគឺថាអត់ប្រកែកនឹងអង្គហេតុនៃបណ្ដឹងតែថាការដែលដកលុយបង្កក់លុយគេនឹងខុសច្បាប់ហ្នឹងគឺក៏អត់ប្រកែកទេគាត់គិតថាតែប្រកែកតែរឿងមួយថាឲ្យសងលឿនពេករហពេលរៀបចំឲ្យអត់ទាន់បាទបងប្អូនខ្លះចោទសួរថាការប្រជុំបុគ្គលិកក៏ផ្ដាច់ជំនួយគេនិយាយពីអត់មានបានប្រាប់មុននេះដាក់ភឹបផ្ដាច់មកដល់ពេលត្រូវសងក៏ថាលឿនពេកក៏រៀបចំអត់ទាន់ហ្នឹងគេសួរទៅវិញចុះថាការកាត់គេក៏កាត់លឿនម្ល៉េះប៉ុន្តែយ៉ាងណាបងប្អូនអានេះគឺជាយុទ្ធនាការយុទ្ធសាស្ត្ររបស់រដ្ឋបាលគេទេយើងគ្រាន់តែវិភាគមើលអង្គហេតុជាក់ស្ដែងនៅក្នុងបណ្ដឹងហើយនឹងការដោះស្រាយអញ្ចឹងគាត់ត្រូវថ្នាំខ្លាំងជាងគេគឺតឡាការហ្នឹងគឺ5សម្លេងគ្រប់គ្រងទល់នឹង4ប្រឆាំងរបស់តឡាការកម្ពុជាគឺបើន័យថាគាត់អាចធ្វើអីជាសេះឡើងដៃបានណាអញ្ចឹងកម្រិតនៃប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកនេះគឺវានៅធំធេងណាស់ព្រោះតឡាការគឺជាស្ថាប័នអំណាចដឹកឯករាជ្យមួយដែលមិនជ្រកក្រោមរដ្ឋាភិបាលទេរដ្ឋាភិបាលអាចធ្វើអីបានស្រេចតែអំពើចិត្តបានអានេះហើយដែលខ្ញុំចង់និយាយថារឿងចលាចលបងប្អូនមិនពេញចិត្តរបៀបដឹកនាំយ៉ាងណាក៏ប៉ុន្តែនៅតែមានស្ថាប័ននៅតែមានគ្រឹះស្ថាននៅតែមានយន្តការនៅក្នុងការទប់មិនឲ្យទៅកជ្រួលខ្លាំងពេកហួសពីកន្លងបើទោះបីយើងដឹងហើយថាប្រជាពលរដ្ឋទូទៅថា53%គឺថាដំណើរនេះគឺទៅអត់ត្រូវតាមគោលដៅទេអញ្ចឹងតុលាការក៏យល់ស្របតាមនឹងគឺដោះស្រាយបញ្ហាជាហូរហើយគឺមានបណ្ដឹងជុំទិសអញ្ចឹងដោះស្រាយមិនស្វាងនៅច្រើនណាស់នៅបណ្ដឹងច្រើនណាស់បណ្ដឹងដែលដោះស្រាយហើយហ្នឹងគឺតកតងនឹងរឿងដែលក្រសួងកែតម្រង់ប្រសិទ្ធភាពរដ្ឋាភិបាលដែលដឹកនាំដោយលោក Elon Musk ហ្នឹងគឺដូចថាជ្រៀតជ្រែកចូលក្នុងឯកសារសម្ងាត់របស់ទិន្នន័យជាតិតកតងនឹងបុគ្គលិកតកតងនឹងប្រជាពលរដ្ឋអីអញ្ចឹងទៅក៏មានបណ្ដឹងរហូតដល់ទៅ11បណ្ដឹងណាស់តកតងនឹងហ្នឹងហើយក៏មានបណ្ដឹង9បណ្ដឹងដែរបណ្ដឹងទៅរឿងដែលថាសញ្ជាតិអ្នកកើតនៅស្រុកអាមេរិកមិនអាចមានសញ្ជាតិអាមេរិកទេបើអត់មានអត់មានឯកសារស្របច្បាប់ហ្នឹងណាហ្នឹងក៏ដោះស្រាយបាន8បណ្ដឹងដែរចង់និយាយ8ករណីអីចឹងទៅនៅមានច្រើនទៀតបងប្អូនសូម្បីតែរឿងបង្កក់នេះហ្នឹងបង្កក់មូលនិធិទាំងមូលនិធិសហព័ន្ធថ្នាក់ជាតិនឹងចង់ទៅឲ្យរដ្ឋទៅអីហ្នឹងក៏តឡាការទប់បានរហូតគឺថាត្រូវតែឲ្យដូចថ្មីហ្នឹងយើងឃើញឆ្នាំខ្លាំងដែលរដ្ឋបាលលោកត្រាំលេបត្រូវរបស់តឡាការហ្នឹងគឺរឿងបញ្ឈប់បុគ្គលិកដែរបុគ្គលិកគេហៅថាចូលថ្មីណាអ្នកដែលចូលអត់តាន់ធ្វើការបានមួយឆ្នាំគាត់បញ្ឈប់រាប់ម៉ឺននាក់ដល់ទៅសែនហ្នឹងណោះនិយាយទៅបុគ្គលិកក្នុងក្របខ័ណ្ឌដែលទៅចូលថ្មីហ្នឹងគឺនិយាយទៅគេហៅ probationary employee បានន័យថាអត់តាន់បានចូលធ្វើការពេញម៉ោងឡើយទេគេឲ្យពេលមួយឆ្នាំអីចឹងតម្រាំបានពេញមកប្រជុំគ្នាមាន2សែននាក់ជប់អស់1សែននាក់ហើយហ្នឹងហើយឲ្យគ្នាទៅរកទទួលទានមកពីណាបានប្រាក់កាសឯណាមកចិញ្ចឹមជីវិតហើយទៅយកលុយហ្នឹងថាយកទៅសន្សំអីចឹងទៅនេះមានប្រតិកម្មจากបងប្អូនបើជាប្រជាពលរដ្ឋឬក៏យើងមានក្រុមគ្រួសារឬក៏យើងជាអ្នកដែលរងគ្រោះដោយការប្រជុំហើយបាត់ការងារអញ្ចឹងបងប្អូនជឿចាប់ជួនកាលយើងមើលពីចងាយទៅយើងថាគាត់ធ្វើត្រូវហើយគឺប្រជុំឲ្យអស់ទៅលក្ខនឹងបញ្ញាទៅពេញចិត្តឲ្យតែសល់លុយឃើញតួលេខសល់លុយបងប្អូនមិនមែនអញ្ចឹងទេយើងជាមនុស្សយើងកុំគិតដូចអ្នកមានណាអ្នកមានក៏គិតលឿនណាព្រោះក៏អត់ខ្វល់នឹងយើងក្រទេប៉ុន្តែបើយើងក្រដូចគ្នាបានយើងយល់អំពីជីវភាពនៃការខ្វះខាតនឹងយ៉ាងម៉េចហើយអញ្ចឹងទៅដោយអារឿង Medicaid លុយជួយខាងសេវាសុខភាពរបស់មនុស្សចាស់ជរាអីលក្ខនឹងខ្លាចបាត់ផលប្រយោជន៍មិនបាត់អីតែអ្នកនេះនឹងជនជាតិណាទាំងអ្នកគ្រប់គ្រងគណៈបក្សសាធារណរដ្ឋហ្នឹងក៏គ្នាបាត់ប្រយោជន៍អីអញ្ចឹងដែរអញ្ចឹងទៅឥឡូវនេះគឺយើងឃើញព័ត៌មានសង្ខេបនេះហើយសួរអញ្ចឹងទៅវិញថាតើមានប្រយោជន៍អីដល់ប្រទេសកម្ពុជាបើគេកាត់បន្ថយជំនួយយ៉ាងនេះខ្ញុំបានជម្រាបបងប្អូនហើយថាការកាត់ផ្តាច់ជំនួយរបស់សហរដ្ឋអាមេរិកនេះគឺមែនតើវាជារឿងមួយដែលជាការកែតម្រង់ធំរបស់សហរដ្ឋអាមេរិកហើយវាប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទិសទីរួមទាំងអង្គការសង្គមស៊ីវិលបងប្អូនសហគមន៍សកម្មជននៅប្រទេសកម្ពុជាអ្នកសារព័ត៌មានលក្ខនឹងអីហ្នឹងគឺប៉ះពាល់ក៏ប៉ុន្តែការតែយើងគួរអស់សង្ឃឹមឬយ៉ាងណាតើអាមេរិកឥឡូវនេះពិតជាដើរខុសផ្លូវហ្នឹងឬក៏លែងជួយយើងហើយឬក៏យ៉ាងម៉េចបងប្អូនអ្វីដែលរដ្ឋាភិបាលឬក៏រដ្ឋបាលលោកត្រាំធ្វើនេះគឺជាការផ្គាប់ចិត្តរាជម្ចាស់ឆ្នោតនៅក្នុង100ថ្ងៃដំបូង
ខ្ញុំជឿថាក្រោយ100ថ្ងៃដំបូងហ្នឹងអ្វីនឹងស្ងប់ស្ងាត់ទៅតាមលំនាំធម្មជាតិរបស់វាវិញហើយព្រោះគាត់ចង់គឺត្រូវតែទូមស្គរឲ្យលឺខ្យល់ខ្ចាយខ្ទរខ្ទាក្នុងរយៈពេលដំបូងហ្នឹងដើម្បីយកអព័ត៌មានហ្នឹងទៅរាយការណ៍ប្រាប់រាជម្ចាស់ឆ្នោតហ្នឹងថាបោះឆ្នោតឲ្យគាត់ត្រឹមត្រូវហើយគឺការសន្យាសពបែបយ៉ាងនៅក្នុងពេលគាត់និយាយនៅសភាហ្នឹងគឺគាត់អួតអំពីសមិទ្ធិរបស់គាត់សពបែបយ៉ាងក៏ប៉ុន្តែគាត់ភ្លេចនិយាយអំពីបុគ្គលិកថ្នាក់ជាតិដែលគាត់បញ្ឈប់រាប់ម៉ឺននាក់អត់មាននិយាយសំបីតែមួយម៉ាត់តែនិយាយតែពីលុយសល់ប៉ុន្តែអត់និយាយអំពីជីវភាពគ្នាតើលំបាកយ៉ាងណាបញ្ហាយ៉ាងណាលក្ខណៈអាបណ្ដឹងស្រោចខ្លួននឹងគឺយ៉ាងម៉េចនិយាយទៅគឺឲ្យតែចំណេញអញ្ចឹងទៅប៉ុន្តែគាត់នៅតែមានចំណុចល្អមានចំណុចខ្វះខាតមានចំណុចល្អវាទៅបដំប្រសងគ្នាអញ្ចឹងហើយបងប្អូនអ្នកស្ដាប់ទៅក៏យកទៅត្រេះរិះពិចារណាខ្លួនឯងទៅថាតើឲ្យយ៉ាងម៉េចទៅវិញហើយនៅប្រទេសកម្ពុជាយើងមានសង្ឃឹមដែរទេបងប្អូនក្រសួងការបរទេសអាមេរិកគឺជាក្រសួងការបរទេសរបស់ប្រជាពលរដ្ឋសហរដ្ឋអាមេរិកទាំងអ្នកបោះឆ្នោតគ្រប់គ្រងរដ្ឋាភិបាលលោកត្រាំទាំងអ្នកមិនបោះឆ្នោតគ្រប់គ្រងរដ្ឋាភិបាលលោកត្រាំព្រោះលុយដែលបង់ពន្ធពីប្រជាពលរដ្ឋពីខ្ញុំពីអីណាខ្ញុំបង់ពន្ធមួយឆ្នាំរាប់ម៉ឺនដុល្លារលុយទាំងអស់នឹងយកទៅណាគឺយកទៅឲ្យបុគ្គលិកមន្ត្រីរាជការនៅក្រសួងការបរទេសនឹងយកទៅបំពេញការងាររបស់ខ្លួនហើយយើងលុយហ្នឹងគឺយើងប្រជាពលរដ្ឋក៏ចង់ឲ្យប្រើប្រាស់ឲ្យបានប្រសិទ្ធភាពដល់ជួយដល់ប្រទេសក្រីក្រដូចប្រទេសកម្ពុជាអីតាក់ទងអង្គការសង្គមស៊ីវិលស្ដារសិទ្ធិមនុស្សនៅប្រជាធិបតេយ្យខ្ញុំគ្មានទោសមនិញនៅក្នុងការស្រែកប្រាប់ទៅខាងក្រសួងការបរទេសថាលុយខ្ញុំបង់ពន្ធណាយកទៅប្រើដើម្បីជួយអង្គការសង្គមស៊ីវិលនៅស្រុកខ្មែរដើម្បីឲ្យស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យយកចោះខ្ញុំរីករាយសប្បាយចិត្តឲ្យអស់លោកយកទៅប្រើអានេះក្នុងនាមជាប្រជាពលរដ្ឋខ្មែរដែលមានសញ្ជាតិអាមេរិកម្រួលហើយដែលបង់ពន្ធរាប់ម៉ឺនដុល្លារក្នុងមួយឆ្នាំខ្ញុំមានឥទ្ធិពលនៅក្នុងការនិយាយបែបនេះដោយសារអីជាលុយរបស់ខ្ញុំញើសឈាមរបស់ខ្ញុំហើយខ្ញុំចង់ឲ្យបានផលប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកខ្មែរដែរអញ្ចឹងក្រសួងការបរទេសគឺមានករណីយកិច្ចតំណាងឲ្យសហរដ្ឋអាមេរិកនៅលើឆាកអន្តរជាតិអញ្ចឹងនៅក្នុងន័យនេះគឺជំនួយរបស់ក្រសួងការបរទេសអាមេរិកក៏នៅតែមានដែរបងប្អូនគឺបានន័យថានៅតែជួយស្រុកខ្មែរវិញអញ្ចឹងយើងដឹងហើយខាងអង្គការស៊ីម៉ាក់បងប្អូនឃើញទេបាទជំនួយមកដោយសារតែរឿងដោះមីនរឿងសំខាន់អញ្ចឹងទៅគឺគាត់ខ្ជាក់មកវិញបានខ្លះបងប្អូនបន្តការងារទៅវិញបានអញ្ចឹង USAID នឹងក៏តែអញ្ចឹងដែរឥឡូវនឹងច្រកក្រោមស្លាករបស់ក្រសួងការបរទេសអញ្ចឹងគម្រោងមួយចំនួនដែលមានថវិកាហ្នឹងនៅពេលដែលផុតកំណត់100ថ្ងៃហ្នឹងឬ90ថ្ងៃហ្នឹងគឺច្បាស់ណាស់គេនឹងត្រូវតែរកចាត់វិធានការណាមួយដែលមានកញ្ចប់ថវិកាសមស្របណាមួយដើម្បីជួយផ្នែកសិទ្ធិមនុស្សប្រជាធិបតេយ្យនៅប្រទេសកម្ពុជាវិញហើយឥឡូវហ្នឹងហេតុអីបានជាគេចង់ជួបបងប្អូនប្រជាពលរដ្ឋខ្មែរយើងដើម្បីពិគ្រោះអំពីបញ្ហានៅប្រទេសកម្ពុជាដោយសារតែគេនៅតែយកចិត្តទុកដាក់ទេបងប្អូនព្រោះកាតព្វកិច្ចរបស់ពួកគាត់ដូចខ្ញុំនិយាយចឹងជាប់ឆ្នោតក្រោមរដ្ឋបាលលោកត្រាំក៏ដោយប៉ុន្តែភារកិច្ចទូទៅរបស់ក្រសួងការបរទេសគឺតំណាងឲ្យប្រជាពលរដ្ឋសហរដ្ឋអាមេរិកនៅលើឆាកអន្តរជាតិហើយគិតគូរពីរឿងសុខទុក្ខរបស់ប្រទេសដទៃក្នុងនៃប្រជាធិបតេយ្យនិងសិទ្ធិមនុស្សដែលពង្រឹងកិច្ចការការទូតនឹងតាមរយៈរដ្ឋបន្តឹងឲ្យប្រទេសដែលជាដៃគូរបស់សហរដ្ឋអាមេរិកនឹងត្រូវគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឲ្យខ្លួនមានអធិបុលនឹងហើយអ្វីដែលគួរឲ្យកត់សម្គាល់មួយគឺរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Marco Rubio ធ្លាប់ជាតំណាងរាស្ត្រគឺជាសមាជិកព្រឹទ្ធសភានៅរដ្ឋ Florida ធ្លាប់ផ្ដួចផ្ដើមហើយក៏ធ្លាប់ចូលរួមនៅក្នុងការស្នើច្បាប់យ៉ាងហោចណាស់5ច្បាប់ដែរបងប្អូននៅក្នុងការដាក់ទណ្ឌកម្មរដ្ឋាភិបាលកម្ពុជានិងមន្ត្រីខ្មែរគាត់ស្នើវាមិនទាន់បានសម្រេចដល់រដ្ឋព្រឹទ្ធសភាបោះឆ្នោតសម្រេចចេញជាច្បាប់ក៏ដោយប៉ុន្តែគាត់ធ្លាប់បានចូលរួមស្នើដើម្បីឲ្យស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យកម្ពុជាឡើងវិញឥឡូវគាត់ឡើងជារដ្ឋមន្ត្រីក្រសួងការបរទេសដូច្នេះបងប្អូនប្រជាពលរដ្ឋខ្មែរមានភារកិច្ចនៅក្នុងការជម្រាបប្រាប់គាត់ថាលោករដ្ឋមន្ត្រីការលោកនៅជាសមាជិកព្រឹទ្ធសភាលោកបានសន្យាអីគេខ្លះចំពោះប្រជាជាតិខ្មែរយើងឥឡូវលោកអត់ទាន់បានធ្វើកិច្ចការងារនេះសម្រាប់ទេឥឡូវសូមឲ្យលោកបន្តធ្វើកិច្ចការងារនេះឲ្យបានសម្រេចទៅដូច្នេះចង់មិនចង់គឺគាត់ត្រូវអញ្ចឹងឲ្យបានថាពេលដែលអង្គការ Save Cambodia រៀបចំឲ្យមានវេទិកាតុកមួយវាអាចជាបច្ច័យមួយនៅក្នុងការដែលធ្វើឲ្យមន្ត្រីការបរទេសអាមេរិកចង់ស្ដាប់ប្រជាពលរដ្ឋខ្មែរយើងចឹងដែរព្រោះគាត់មានករណីកិច្ចកាតព្វកិច្ចនៅក្នុងការជួយប្រទេសយើងដែរមិនចឹងយើងមើលថ្មីនេះបើទៅថាអាមេរិកកំពុងចលាចលច្បល់យើងនាំគ្នាថាជាមេដឹកនាំផ្ដាច់ការយ៉ាងណាប៉ុន្តែកម្រិតនៅក្នុងការគ្រប់គ្រងប្រទេសតាមបែបប្រជាធិបតេយ្យអ្វីដែលជាទម្លាប់នៅក្នុងការធ្វើកន្លងមកយើងមិនអាចទៅបិទវាកវត្តចោលទាំងអស់ទេយើងត្រូវតែយកមកប្រើឃើញលោក Marco Rubio កាលពីប្រហែលថ្ងៃមុនចុងខែ2នេះខែកុម្ភៈនេះថ្កោលទោសរដ្ឋាភិបាលថៃយ៉ាងចាស់ដៃរឿងរំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដោយសារតែចាប់បញ្ជូនជនជាតិអ៊ុយហ្គ័រជាង40នាក់ទៅប្រទេសចិន
ដើម្បីឲ្យអាជ្ញាធរចិនគ្រប់គ្រងដឹងហើយថាទៅដល់ដៃចិនគឺដឹងតែគេធ្វើទុកបុកម្នេញហេតុអីបានជាជាប់គុកនៅឯប្រទេសថៃជាង10ឆ្នាំស្រាប់តែហើយយកទៅបញ្ជូនទៅចិនហេតុអីក៏មិនឲ្យនៅបន្តនៅកន្លែងថៃដើម្បីឲ្យគ្នាមានសុវត្ថិភាពដឹងហើយចិនគេនឹងធ្វើបាបធ្វើទុកបុកម្នេញតាមសម្លាប់ឬក៏តាមអីអញ្ចឹងទៅរំលោភសិទ្ធិមនុស្សអញ្ចឹងលោក Marco Rubio ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការបរទេសបានចេញញត្តិឬចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងចាស់ដៃនេះគឺជាសារសបញ្ជាក់ឲ្យឃើញថាក្រសួងការបរទេសអត់ទាន់ផ្លិចអំពីបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដែលជាកាតព្វកិច្ចរបស់ខ្លួនទេដូច្នេះរឿងប្រទេសកម្ពុជាក៏មិនខុសគ្នាដែរបងប្អូនគ្រាន់តែថាឥឡូវ100ថ្ងៃហ្នឹងវាកំពុងតែទឹកវាកំពុងតែពុះខ្ជូលនៅកំពុងតែខ្វល់រឿងក្រៅប្រទេសរឿងអ៊ុយក្រែនរឿងរុស្ស៊ីរឿងអីរឿងអ៊ីស្រាអែលហ្នឹងអាចខ្មែរយើងហ្នឹងវាដូចថាវាជារឿងវានៅបន្ទាប់បន្សំនៅឡើយប៉ុន្តែវានៅក្នុង dossier គេនៅក្នុងសំណុំឯកសារគេវាមិនបាត់ទៅណាទេដូច្នេះយើងសង្ឃឹមថាអ្វីៗទាំងអស់នេះនឹងប្រព្រឹត្តទៅរលូនវិញក្រោយ100ថ្ងៃហើយវេទិកាដែលបងប្អូនជួបជាមួយនឹងមន្ត្រីការបរទេសអាមេរិកនៅថ្ងៃទី26ខែមីនានេះគឺជាចំណុចចាប់ផ្ដើមមួយនៅក្នុងការរំលឹកមន្ត្រីសហរដ្ឋអាមេរិកក្រសួងការបរទេសនេះឲ្យគិតនឹកនាអំពីខ្មែរឡើងវិញបាទខ្ញុំសូមសង្ខេបត្រឹមប៉ុណ្ណេះចុះព័ត៌មានទាំងពីររឿងតាក់ទងនឹងរឿងចំណុចវិជ្ជមាននៃរដ្ឋបាលលោកត្រាំចំណុចអវិជ្ជមានបងប្អូនបានជ្រាបហើយមានព័ត៌មានអីផ្សេងបន្ថែមទៀតខ្ញុំនឹងជម្រាបជូនបងប្អូនតាមការគួរហើយសូមអរគុណយ៉ាងជ្រាលជ្រៅបងប្អូនទាំងអស់ដែលបានត្រង់ត្រាប់ស្ដាប់ការផ្សាយរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់សូមប្រសិទ្ធពរជ័យសិរីសួស្តីបវរមហាប្រសើរចូលកាត់មានដល់បងប្អូនខ្មែរគ្រប់ទិសទីបាទសូមជម្រាបលាត្រឹមប៉ុណ្ណេះបាទសូមអរគុណ